ទម្លុះខោរបស់ចែកហើយចែកក៏ខ្ទាតយ៉ាងឆ្ងាយដូច្នេះគាត់ក៏ត្រឡប់ទៅកិច្ចពីការវាយផាវិញហើយអរេសបារម្ភថាចែកគ្រាន់តែអូសបន្លាយពេលវេលាប៉ុណ្ណោះខណៈដែលស្នាមសាក់របស់ហឺកូលេសគ្របដណ្ដប់ពេញខ្លួនប៉ុន្តែឡូគីមិនយល់ស្របទេដោយបង្ហាញពីឈាមទាំងអស់ដែលចែកកំពុងតែបាត់បង់ដោយនិយាយថាចែកក៏មិនសល់ពេលច្រើនដែរចែកបន្តកិច្ចពីការវាយផារបស់ហឺកូលេសដោយរងចាំពេលវេលាដ៏ល្អឥតខ្ចោះចែកបានទាញដំបងដៃចេញពីរបងប៉ុន្តែបានត្រឹមតែឈោតមុខរបស់ហឺកូលេសប៉ុណ្ណោះហើយហឺកូលេសក៏វាយគាត់ឲ្យដួលព្រះចាប់ផ្ដើមអបអរប៉ុន្តែចែកច្រៀងថា The London Bridge is falling down ហើយគាត់ក៏ក្រោកឡើងយឺតគាត់ដើរទាំងក្តាប់ទៅរកហឺកូលេសហើយព្យាយាមចាក់ហឺកូលេសម្ដងទៀតប៉ុន្តែហឺកូលេសបានដាល់គាត់ហើយនៅពេលដែលហឺកូលេសរៀបនឹងបញ្ចេញក្បាច់សម្លាប់ចែកក៏ស្រាប់តែប្រើដៃរបស់គាត់ចាក់ទៅលើហឺកូលេសហឺកូលេសដឹងថាចែកបានត្រាំស្រោមដៃរបស់គាត់ជាមួយនឹងឈាមរបស់គាត់ហើយបានប្រែក្លាយឈាមរបស់គាត់ទៅជាអាវុធទេពដោយដឹងថាគាត់ចាញ់គាត់ក៏សួរចែកអំពីពណ៌របស់គាត់ដូច្នេះចែកក៏ប្រាប់គាត់ថាវានៅតែមិនផ្លាស់ប្ដូរហឺកូលេសរីករាយរួចក៏អោបចែកហើយរំលឹកចែកថាគាត់នឹងស្រឡាញ់មនុស្សជានិច្ចព្រលឹងរបស់គាត់ក៏ចាប់ផ្ដើមបែកខ្ញែកហើយព្រះក៏អស់អីន័យពេលហឺកូលេសកំពុងតែបាត់ខ្លួនគាត់សង្ឃឹមថាហៀលដាកំពុងតែមើលហើយនិយាយថាគាត់ទុកការងារដែលនៅសល់ឲ្យនាងដើម្បីជួយសង្គ្រោះមនុស្សហ្គលយំទៅកាន់ហឺកូលេសហើយសួរហៀលដាថាតើនាងសប្បាយចិត្តមែនទេដែលចែកបានសម្លាប់ហឺកូលេសប៉ុន្តែហៀលដាបញ្ជាក់ថានាងគ្រាន់តែធ្វើអ្វីដែលត្រូវធ្វើប៉ុណ្ណោះដើម្បីជួយសង្គ្រោះមនុស្សជាតិហៀលដាចូលទៅក្នុងបន្ទប់មួយជាកន្លែងដែលនាងគោរពដល់ហេរ៉ូដែលបានស្លាប់ហើយនាងយំខណៈពេលដែលនាងបន្ថែមពេងមួយសម្រាប់ហឺកូលេសដែលនិយាយថានាងនឹងចូលរួមជាមួយគាត់នៅពេលដែលគ្រប់យ៉ាងបានបញ្ចប់ខណៈពេលដែលអរេសកាន់ទុកចំពោះការស្លាប់របស់ហឺកូលេសស៊ូខឹងដែលឥឡូវនេះពួកគេបានស្មើគ្នាជាមួយនឹងមនុស្សជាតិ2 ទល់នឹង 2គាត់បញ្ចេញកំហឹងរបស់គាត់ដោយបំផ្លាញតំបន់មើលការប្រយុទ្ធរបស់ពួកគេហើយបដិសេធមិនឲ្យមនុស្សជាតិនាំមុខឡើយយើងឃើញព្រះពុទ្ធខណៈពេលដែលគាត់ឃើញឡូគីកំពុងតែរងចាំគាត់ព្រះពុទ្ធសួរថាតើឡូគីចង់ប្រយុទ្ធគ្នាមែនទេប៉ុន្តែឡូគីគ្រាន់តែសួរគាត់អំពីបច្ចេកទេស Divine Tracer Forge ប៉ុណ្ណោះគាត់គិតថាវាចម្លែកណាស់ដែល Valkyrie មានបច្ចេកទេសដ៏មានឥទ្ធិពលបែបនោះឡូគីចោទប្រកាន់ព្រះពុទ្ធថាបានប្រើធម៌ពលរបស់គាត់ដើម្បីជួយមនុស្សដោយសួរគាត់ថាតើគាត់ជាជនក្បត់មែនទេស្ថានភាពមើលទៅហាក់ដូចជាតានតឹងហើយនៅពេលនោះព្រះនៃសំណាងទាំង7ក៏បានមកដល់ហើយពួកគេក៏ចង់វិនិច្ឆ័យលើព្រះពុទ្ធផងដែរម្នាក់ក្នុងចំណោមពួកគេឈ្មោះអេប៊ីស៊ូព្យាយាមបំភ័យព្រះពុទ្ធប៉ុន្តែព្រះពុទ្ធមិនខ្វល់ឡើយអេប៊ីស៊ូព្យាយាមវាយប្រហារព្រះពុទ្ធប៉ុន្តែព្រះពុទ្ធបានស្ដោះស្កល់គ្រាប់របស់គាត់ដើម្បីបញ្ឈប់ការវាយប្រហាររបស់អេប៊ីស៊ូព្រះនៃសំណាងទាំងអស់ក៏ត្រៀមខ្លួនប្រយុទ្ធដោយមានឡូគីចូលរួមជាមួយពួកគេដែរព្រះពុទ្ធប្រាប់ពួកគេឲ្យចាប់ផ្ដើមដោយបញ្ចេញធម៌ពលរបស់គាត់នៅពេលនោះកូជីរ៉ូក៏បានមកដល់រួមជាមួយហេរ៉ូ2 នាក់ទៀតរបស់មនុស្សជាតិពួកគេចូលខាងព្រះពុទ្ធដោយត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងព្រះទាំងនោះប៉ុន្តែស៊ូស្រាប់តែវាយដីដើម្បីបំបែកពួកគេអេប៊ីស៊ូនៅតែចង់ប្រយុទ្ធប៉ុន្តែអូឌីនបានបញ្ចេញធម៌ពលដ៏គួរឲ្យខ្លាចបំភ័យគ្រប់គ្នាហើយពួកគេទាំងអស់គ្នាក៏សម្រេចចិត្តដើរចេញស៊ូព្រមានព្រះពុទ្ធកុំឲ្យបង្កបញ្ហាប៉ុន្តែព្រះពុទ្ធសាយដល់និយាយថាគាត់មិនទទួលយកបញ្ជាពីនរណាម្នាក់ឡើយទន្ទឹមនឹងនេះដែរហ្គលបានសុំទោសហៀលដាចំពោះការផ្ទុះកំហឹងរបស់នាងប៉ុន្តែហៀលដាប្រាប់នាងថាវាមិនចាំបាច់ទេហើយនិយាយថាពួកគេគួរតែធ្វើការជាមួយគ្នាដើម្បីមនុស្សជាតិហៀលដានិងហ្គលទៅបន្ទប់របស់ហេរ៉ូបន្ទាប់របស់ពួកគេជាកន្លែងដែលពួកគេឃើញបរិះមានធំសម្បើម្នាក់កំពុងតែដេកលក់ហៀលដាដាស់គាត់ឲ្យភ្ញាក់ហើយប្រាប់គាត់ថាដល់វេនរបស់គាត់ប្រយុទ្ធហើយបរិះនោះក្រោកឡើងហើយយើងឃើញរ៉ៃដេនតាមីមុនដែលជាអ្នកចម្បាប់ស៊ូម៉ូដ៏អស្ចារ្យបំផុតរបស់មនុស្សជាតិរ៉ៃដេនសួរថាតើគាត់នឹងបញ្ចូលគ្នាជាមួយហៀលដាមែនទេប៉ុន្តែនាងនិយាយថាមានម្នាក់ដែលស័ក្តិសមនឹងគាត់ជាងនាងនារីយៈម្នាក់ឈ្មោះស្រាតបានចូលមកក្នុងបន្ទប់ហើយណែនាំខ្លួននាងជាដៃគូរបស់គាត់រ៉ៃដេនមានការភ្ញាក់ផ្អើលពេលបានឃើញនាងហើយស្រាតសួរថាតើគាត់ខកចិត្តមែនទេពេលបានឃើញរូបរាងរបស់នាងប៉ុន្តែរ៉ៃដេនពិតជាពេញចិត្តហើយនិយាយថានាងល្អឥតខ្ចោះដែលធ្វើឲ្យបេះដូងរបស់នាងរលាយខណៈដែលនាងប្រែក្លាយទៅជាអាវុធទេពរបស់គាត់យើងឃើញការប្រយុទ្ធបន្ទាប់ធ្វើឡើងនៅក្នុងសង្វៀនដែលបានរៀបចំជាប្រធានបទស៊ូម៉ូហើយរ៉ៃដេនត្រូវបានណែនាំជាជើងឯកស៊ូម៉ូគ្មានគូប្រៀបគូប្រជែងរបស់គាត់បានចូលមកក្នុងសង្វៀនដោយជិះដំរីហើយយើងឃើញព្រះសិវៈជាព្រះនៃការបំផ្លិចបំផ្លាញការប្រយុទ្ធចាប់ផ្ដើមដោយរ៉ៃដេនបានស្ទុះទៅរកព្រះសិវៈភ្លាមៗហើយធាក់ព្រះសិវៈចំកណ្ដាលមុខព្រះសិវៈបានខ្ទាតថយក្រោយប៉ុន្តែគាត់បានងើបឡើងវិញយ៉ាងលឿនរ៉ៃដេនបន្តវាយប្រហារដោយវាយព្រះសិវៈត្រូវមួយកណ្ដាប់ដៃទៀតហើយគាត់បានធ្វើឲ្យព្រះសិវៈដួលលុតជង្គង់រ៉ៃដេនចង់បញ្ចប់ការប្រយុទ្ធឲ្យបានលឿនដោយព្យាយាមអុកជង្គង់ទៅលើព្រះសិវៈប៉ុន្តែព្រះសិវៈរារាំងវាដោយរីករាយដែលពួកគេកំពុងតែមានការប្រយុទ្ធពិតប្រាកដព្រះសិវៈបានរុញរ៉ៃដេនចេញហើយព្រះសិវៈក៏ចាប់ដៃរបស់រ៉ៃដេនរួចដាល់ទ្រូងរបស់គាត់ហើយបោះគាត់ឡើងទៅលើអាកាសរ៉ៃដេនធ្លាក់មកដីវិញដោយគ្មានបញ្ហាហើយព្រះសិវៈក៏សប្បាយចិត្តពេលឃើញថារ៉ៃដេនគឺជាគូប្រជែងដ៏ស័ក្តិសមនៅក្នុងអតីតកាលមួយយើងឃើញរ៉ៃដេនអាយុ3 ឆ្នាំខណៈដែលពុកម្ដាយរបស់គាត់ឆ្ងល់ថាតើរ៉ៃដេនមានបញ្ហាអ្វីព្រោះរ៉ៃដេនមិនអាចសូម្បីតែឈរបានថ្ងៃមួយខណៈពេលដែលពុកម្ដាយរបស់គាត់កំពុងចម្អិនអាហារពេលល្ងាចពួកគេមានការភ្ញាក់ផ្អើលពេលឃើញគាត់ឈរប៉ុន្តែជើងរបស់គាត់កំពុងតែញ័រឪពុកម្ដាយរបស់គាត់រីករាយយ៉ាងខ្លាំងពេលបានឃើញបែបនេះប៉ុន្តែនៅពេលដែលគាត់ឈានជើងមួយជំហានរ៉ៃដេនស្រាប់តែមានអារម្មណ៍ឈឺចាប់ហើយឪពុកម្ដាយរបស់គាត់មើលដោយតក់ស្លុតខណៈដែលរាងកាយរបស់គាត់បែកបាក់ឆ្អឹងទាំងអស់នៅក្នុងខ្លួនរបស់គាត់បានបាក់ប៉ុន្តែយើងដឹងថាវាដោយសារតែសាច់ដុំរបស់គាត់មានកម្លាំងខ្លាំងពេក